មនុស្សខ្លះមិនធ្លាប់ស្គាល់អ្នកសោះក៏អាចស្អប់ឬគិតអវិជ្ជមានមកលើអ្នកបានដែរតើអ្នកធ្លាប់ជួបទេមានមនុស្សខ្លះមិនដែលជួបអ្នកផ្ទាល់មិនដែលនិយាយជាមួយអ្នកមិនដឹងថាអ្នកជាមនុស្សបែបណាប៉ុន្តែពួកគេបានចាត់ទុកថាអ្នកជាមនុស្សអាក្រក់ឬជាមនុស្សដែលមិនគួររាប់អានមុនបាត់ទៅហើយអ្នកខ្លះគ្រាន់តែឃើញរូបភាពនិងវីដេអូតែមួយជ្រុងឬពាក្យសម្ដីពីអ្នកផ្សេងក៏អាចធ្វើឲ្យគេវាយតម្លៃមិនល្អពីអ្នកបានដែរបើអ្នកធ្លាប់ជួបរឿងបែបនេះសូមបន្តស្ដាប់វីដេអូនេះរហូតដល់ចប់ហេតុអ្វីមនុស្សមិនស្គាល់អ្នកសោះក៏អាចគិតអវិជ្ជមានមកលើអ្នកបានការពិតទៅមនុស្សគ្រប់គ្នាសុទ្ធតែមានទស្សនៈរៀងៗខ្លួនមនុស្សខ្លះចូលចិត្តធ្វើការសន្និដ្ឋានលឿនទោះបីមិនទាន់ដឹងព័ត៌មានច្បាស់ក៏ដោយនោះហើយជាមូលហេតុដែលមនុស្សមួយចំនួនឆាប់វាយតម្លៃអ្នកប៉ុន្តែការសន្និដ្ឋានលឿនបែបនេះមិនមែនសុទ្ធតែត្រូវទាំងអស់នោះទេសូមកុំឲ្យការយល់ឃើញរបស់អ្នកដទៃមកកំណត់តម្លៃរបស់អ្នកមនុស្សខ្លះមើលឃើញអ្នកក្នុងផ្លូវវិជ្ជមានហើយមនុស្សខ្លះទៀតមើលឃើញអ្នកក្នុងផ្លូវអវិជ្ជមាននេះជារឿងធម្មតាអ្នកមិនអាចគ្រប់គ្រងការគិតរបស់មនុស្សគ្រប់គ្នាបានទេប៉ុន្តែអ្នកអាចជ្រើសរើសមិនឲ្យការគិតរបស់ពួកគេមកបំផ្លាញទំនុកចិត្តលើខ្លួនឯងបានមនុស្សដែលតែងតែវាយតម្លៃអវិជ្ជមានមកលើអ្នកឬតែងតែព្យាយាមបំបាក់ទឹកចិត្តអ្នកមិនចាំបាច់យកវាមកដាក់លើស្មារបស់អ្នកទេពេលខ្លះការដើរចេញពីមនុស្សទាំងនោះគឺជាចម្លើយដ៏ល្អបំផុតចូលផ្ដោតទៅលើមនុស្សដែលផ្ដល់តម្លៃដល់អ្នកជាជាងការចំណាយពេលពន្យល់ខ្លួនឯងទៅកាន់មនុស្សដែលមិនចង់ស្ដាប់ចូលចំណាយពេលជាមួយមនុស្សដែលគាំទ្រអ្នកមនុស្សដែលរីករាយពេលឃើញអ្នកជោគជ័យនិងជាមួយមនុស្សដែលហ៊ានប្រាប់អ្នកពីកំហុសដើម្បីឲ្យអ្នកក្លាយទៅជាមនុស្សល្អជាងមុនសូមចងចាំថាមនុស្សខ្លះក៏ស្រឡាញ់អ្នកមនុស្សខ្លះក៏មិនចូលចិត្តអ្នកហើយមនុស្សខ្លះក៏វាយតម្លៃអវិជ្ជមានលើអ្នកទាំងដែលមិនធ្លាប់ស្គាល់អ្នកសោះនោះជារឿងដែលអ្នកមិនអាចគ្រប់គ្រងបានទេប៉ុន្តែអ្វីដែលអ្នកអាចគ្រប់គ្រងបានគឺការរស់នៅដោយសុចរិតបន្តអភិវឌ្ឍខ្លួនឯងនិងមិនអនុញ្ញាតឲ្យគំនិតអវិជ្ជមានរបស់អ្នកដទៃមកបញ្ឈប់ដំណើរជីវិតរបស់អ្នកបានចូលចាំថាតម្លៃរបស់អ្នកមិនត្រូវបានកំណត់ដោយការវាយតម្លៃរបស់មនុស្សដែលមិនស្គាល់អ្នកឡើយបើអ្នកចូលចិត្តវីដេអូនេះសូមចែករំលែកវាទៅកាន់អ្នកដែលកំពុងតែបាក់ទឹកចិត្តដោយសារការវាយតម្លៃពីអ្នកដទៃហើយសូមបន្តថែរក្សាចិត្តរបស់អ្នកព្រោះវាមានតម្លៃជាងការបញ្ចេញមតិដែលគ្មានមូលដ្ឋានរបស់នរណាម្នាក់